នេះល្បីស្មៅដែលល្បីថាថ្លៃនឹងដឹងជាគេយកទៅប្រើខាងអីទេខ្ញុំក៏អត់ដឹងដូចគ្នាដែរបងប្អូនគឺស្មៅនេះឃើញសបោបងប្អូនយើងដើរដកនៅតាមទូលចំការនៅតាមទូលភូមិចាស់ភាគច្រើនគឺវានៅតាមតំបន់ហ្នឹងហើយជាពិសេសគឺដុះនៅបន្លំជាមួយនឹងស្មៅកត្រោយហើយមិនដឹងជាគេយកទៅប្រើខាងជំងឺស្អីរោគាអីទេបងប្អូនណាដឹងជួយខមមិនផងមើលគេយកទៅប្រើខាងអីខ្លះបានវាមានតម្លៃថ្លៃគួរសមអញ្ចឹងណានេះខ្ញុំដើរលេងយកក៏ជួបក៏ចេះតែដកលេងទៅទេ